បាទសូមស្វាគមន៍ចាត់ស្ដាយជាថ្មីកម្មវិធីសុគាលក្ខណៈ BIG ចាកម្មវិធីសុគាលក្ខណៈ BIG សូមចូលខ្លួនមកបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជនតាមរយៈចាកម្មវិធីសុគាលក្ខណៈ BIG ដែលមានយើងខ្ញុំទាំង3នាក់ជាពិធីករពិធីការនីចូលរួមរំលែកនៅចាភាពតានតឹងមួយចំនួនរបស់អស់លោកអ្នកដែលកំពុងតែទស្សនានៅតាមគេហដ្ឋានបាទជួនកាលមិននៅតាមគេហដ្ឋានទេបងប្អូនខ្លះក៏ទស្សនានៅការិយាល័យធ្វើការខ្លះក៏នៅតាមវាលស្រែចាំអាលឹកចាំអីនងទៅសក់អីចឹងណាចាបាទបងប្អូនខ្លះក៏ដាំខ្វិតចឹងទៅចាំខ្វិតបាទហើយបងប្អូននៅបានទស្សនានៅយើងខ្ញុំទាំង3នាក់បាននិទានរឿងកំសាន្តខ្លីៗហើយបន្ទាប់មកបាទលោកអ្នកនឹងបានជួបជាមួយនឹងវីដេអូសម្ដែងហើយទន្ទឹមនឹងលោកអ្នកបានជួបជាមួយតារាកិត្តិយសបើគាត់នៅឡើងមកសម្ដែងផ្ទុយពីជំនាញហើយនឹងវគ្គរបស់យើងគឺខាងក្រោយនោះគឺមានការផ្លាស់ប្ដូរបានផ្ដល់ភាពសប្បាយរីករាយជូនទៅដល់អស់លោកអ្នកទស្សនាគឺមិនឲ្យខកចិត្តទេចាហើយបងវាជីសុខសប្បាយហ្មងសុខសប្បាយទេព្រោះថាតាមនៃលឺដំណឹងមកហើយជួបផ្ទាល់គឺថាបងវាជីទៅទទួលបាននៅកូនប្រុសដែលគួរស្រឡាញ់មួយមែនអត់ចាលើក្នុងពោះភ្លោះ3ក្នុងពោះនេះភ្លោះ3ដល់បាទហើយនិយាយដល់រឿងហ្នឹងនិយាយរឿងថាខ្ញុំបានទៅដល់សហគមន៍មួយចំនួនខ្លោចចិត្តអាណិតឪពុកម្ដាយអាណិតកូនដែលបដៅឪពុកម្ដាយបដៅណែនាំអញ្ចឹងណាមានវិធីជាច្រើនក្នុងការណែនាំអប់រំទូមានបដៅកូនសូមអង្វរដល់ឪពុកម្ដាយទាំងឡាយដែលងាកយកជើងប៉ះជើងយកជើងប៉ះដៃយ៉ាងដៃបានន័យថាការហ្នឹងហើយការណែនាំអប់រំកូនដោយប្រើអំពើហិង្សាការដាក់ទណ្ឌកម្មហ្នឹងជួនកាលធ្ងន់ទណ្ឌកម្មធ្ងន់ចឹងនិយាយថាជួនកាលអ្នកខ្លះចងនៅសបុកក្រងចងនៅសបុកស្មោចបាទតែនេះហើយគឺយើងងាកមកវិញយើងចង់ឲ្យកូនយើងល្អប៉ុន្តែដល់ពេលយើងធ្វើអញ្ចឹងមិនល្អវាទៅជាបាក់ស្បាតវាទៅជាខ្លាចគេវាទៅជាជួនកាលវាយជ្រុលដៃទៅបាក់ដៃបាក់ជើងទៅធ្វើម៉េចអំពើហិង្សាមានប្រមាណប្រភេទអំពើហិង្សាបើតាមខ្ញុំបានព័ត៌មានពីក្រសួងកិច្ចការនារីចាបងបាទកាលនោះខ្ញុំបានជួបជាមួយនឹងលោកជំទាវស៊ីដេហ្វីនចាបាទក្រសួងកិច្ចការនារីលោកបានមានប្រសាសន៍ថាអំពើហិង្សាមានចែកចេញជា4ប្រភេទចាអំពើហិង្សាក្នុងគ្រួសារហ្នឹងណាគឺថាអំពើហិង្សាផ្លូវកាយចាដែលមានវាយដំជាដើមចាផ្លូវចិត្តការជេរបន្តិចឬក៏បង្តោះបង្អាប់ហ្នឹងប្រពន្ធស្លៀកពាក់មកដូចឈួតស្លៀកដូចឈួតចឹងថាអាម៉ាត់គ្នាអន់ចិត្តអាហ្នឹងគេហៅអំពើហិង្សាផ្លូវចិត្តថាខ្ញុំណានេះអំពើហិង្សាមិនទៀតអំពើហិង្សាផ្លូវភេទចាជួនកាលដេកប្រពន្ធមែនថាចឹងមានណាអញដេកមួយប្រពន្ធអញតាជាមកទោសណាទៀតណាណែដេកមួយប្រពន្ធអញតាប៉ុន្តែអត់ដឹងថាគ្នាឈឺប្រពន្ធអត់ព្រមទេតែចាប់បខំចាត្រង់ហ្នឹងក៏អាចមានទោសដែរបើសិនជាភរិយានោះប្តឹងបាទព្រោះអីអានេះវាទៅជាអំពើហិង្សាក្នុងគ្រួសារដែរចាអំពើហិង្សាផ្នែកផ្លូវភេទហើយមួយទៀតអំពើហិង្សាផ្នែកសេដ្ឋកិច្ចបោកបោះរបស់ទ្រព្យចោលអត់វាយមនុស្សទេតែពីងទឹកម៉ាំងខ្ចាយចានម៉ាំងខ្ចប់បែកពីងប្រហុកម៉ាំងភ្លក់បែកជាពីងប្រហុកទៀតហើយលួចលុយកាក់យកទៅស៊ីផឹកអីអស់អីចឹងអាហ្នឹងហើយគេហៅថាអំពើហិង្សាខាងផ្លូវសេដ្ឋកិច្ចបាទផ្លូវសេដ្ឋកិច្ចចានិយាយថាអំពើហិង្សាខាងផ្នែកពាក្យសម្ដីចឹងណាចាមានមួយតកតងនឹងឡានក្រុងមួយហ្នឹងណានៅស្រុកគេមានរឿងមួយសូមនិយាយមុនចុះប៉ុន្តែមុននឹងនេះខ្ញុំនិយាយក៏សូមការខន្តីទៅពីសំណាក់ពុកម៉ែបងប្អូនដែលកំពុងតែតាមដានទស្សនានៅតាមគេហដ្ឋានពីព្រោះថារឿងនេះមានកន្លែងខ្លះដែលនាំឲ្យប៉ះពាល់ប៉ុន្តែយើងក៏គ្មានចេតនាដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍លោកអ្នកទេគ្រាន់តែចង់បង្ហាញជូននូវភាពសប្បាយរីករាយតែប៉ុណ្ណោះចាគឺថារឿងហ្នឹងកាត់ឡើងនៅស្រុកគេនោះបងសកាបងវាជីបាទគឺនៅស្រុកគេហ្នឹងគឺមានឡានក្រុងធំណាបងសម្រាប់ដឹកអ្នកដំណើរនៅថ្ងៃមួយហ្នឹងមានឡានក្រុងមួយហ្នឹងពោពេញទៅដោយអ្នកដំណើរដែលពេលព្រឹកព្រលឹមណាបងគេទៅធ្វើការទៅរៀនឬក៏ទៅផ្សារទៅអីចឹងគេតែងតែធ្វើដំណើរដោយការប្រើឡានក្រុងចាហើយក៏មានព្រូឡានចាំយកលុយចឹងណាចាដល់ពេលហើយទៅនៅថ្ងៃមួយហ្នឹងឡានហ្នឹងពេញហើយដល់ពេលបើកទៅប្រហែលជា5នាទីមួយសន្ទុះក្រោយមកក៏មានលឺសំឡេងប៉ូតលឺសំឡេងហ្នឹងកុំឡានទៅផ្លេហ៎អត់ទេលឺសំឡេងដឹងស្រាប់ហើយសំឡេងគេសំឡេងខាងក្នុងដើម្បីឲ្យមនុស្សកិច្ចរកទីសុវត្ថិភាពមកស្ទុះលឺពូតប៉ាតពូតពេញចាដល់ពេលទៅគាត់ថាលឺអញ្ចឹងប្រហែលជាអត់យូរទេមកទោះមកមានក្លិនពេញហ្នឹងហ្មងហើយដល់ពេលហើយទៅមិនពេញទេតែកន្លះទេអត់ទេចង់និយាយថាក្លិនពេញក្នុងឡានហ្នឹងហ្មងក្លិនស្អុយហ្នឹងណាចាដល់ពេលហើយទៅគូម្នាក់ជប់ដៃខ្ទប់ច្រមុះអញ្ចឹងដូចថាទ្រាំក្លិនអត់បានណាបងដល់ពេលទៅខាងព្រូឡានហ្នឹងគាត់ខឹងហ៎គាត់ថាអូយអាណាមក
ធ្វើស្អីនៅក្នុងនឹងដូចឆ្កែស្លាប់អីចឹងណាបងនៅក្នុងឡានហ្នឹងស្អុយមែនតើឆ្កែស្លាប់ចឹងគេថាដូចក្លិនឆ្កែងាប់នៅក្នុងហ្នឹងណាបងចាក្លិនស្អុយមែនតើព្រោះថាក្លិនខ្លាំងពេកហ៎បងធ្វើឲ្យរំខានដល់អារម្មណ៍អ្នកដំណើរមួយចំនួននៅក្នុងហ្នឹងណាទៅពេលទៅអត់មានអ្នកណាគេទទួលទេទាំងបងឯងទាំងបងវាជីឧទាហរណ៍អញ្ចឹងមែនអត់ហ៊ានទទួលទេមែនទេចាយើងក្លិនស្អុយនឹងវាជីលេទាំងមាត់ចាដល់ពេលទៅអត់មានអ្នកទទួលទេលឺអញ្ចឹងគេថាស្ដីបន្ទោសថាបើសិនជាអ្នកណាផោមឲ្យចុះនៅផ្លូវមុខឧទាហរណ៍ផ្លូវកម្ពុជាក្រោមអញ្ចឹងណាចាឲ្យចុះនៅផ្លូវមុខហ្មងអត់ឲ្យនៅលើឡានទៀតទេទុកឲ្យស្អុយគេស្អុយឯងអញ្ចឹងណាខូចឡានគេអស់ហើយក្លិនស្អុយគេនៅតែដូចថាស្ដីបន្ទោសអ្នកនៅក្នុងឡានប៉ុន្តែអត់មានអ្នកណាហ៊ានទទួលទេដល់ពេលដល់ផ្លូវហ្នឹងមែនឧទាហរណ៍ដល់ផ្លូវកម្ពុជាក្រោមហ្នឹងមែនក៏មានលោកយាយម្នាក់គាត់ចុចកណ្ដឹងហ្នឹងដើម្បីឲ្យឡានហ្នឹងឈប់ចាដល់ពេលហើយទៅគ្រាន់តែចុចកណ្ដឹងភ្លាមអ្នកដំណើរក្នុងឡានរួមនឹងព្រូឡានហើយអ្នកបើកឡានហ្នឹងណាមើលមកយាយទាំងអស់គ្នាដល់ពេលមើលមកទៅប្រហែលគិតថាយាយហ្នឹងផោមហើយចុកគេបានប្រកាសហើយបើសិនថាអ្នកណាផោមឲ្យចុះផ្លូវមុខហ្នឹងចាដល់ពេលហើយទៅគាត់យាយលោកយាយគាត់មានអីវ៉ាន់អីច្រើនណាពេញដៃហ៎បងដល់ពេលហើយទៅព្រូឡានហ្នឹងហើយអ្នកដំណើរមួយចំនួនហ្នឹងមើលទៅគាត់មើលទៅព្រូឡានហ្នឹងទៅស្ទាក់សួរគាត់ហ្មងចាំស្ដីថៃគាត់យាយឯងផោមមែនអត់ទេយាយអត់បានផោមផងអញ្ចឹងណាគាត់បកកាយហើយមកយាយឯងចុះផ្លូវហ្នឹងយកដល់កន្លែងចុះហើយគាត់ថាអញ្ចឹងអេអត់ទេរត់ដងយាយឯងមិនចុះកន្លែងហ្នឹងឯណាមិនថ្ងៃហ្នឹងមកចុះកន្លែងហ្នឹងវាខុសទំនងណាយាយថាយាយអត់បានផោមទេហើយចាប់សួរយាយព្រោះអ្នកក្នុងឡានហ្នឹងចង់ដឹងថាយាយហ្នឹងផោមមែនអត់បានចុះយាយអត់បានផោមទេចាចាប់ជំនិតសួរគាត់ហើយគាត់អីវ៉ាន់ពេញដៃដល់ពេលសួរចុះសួរឡើងសួរគ្រប់3ដងយាយហ្នឹងឆ្លើយសុភាពណាដល់ពេលសួរចុះសួរឡើងយាយឯងផោមអត់ថាយាយមិនបានផោមទេសួរខ្លាំងទៅយាយឯងផោមអត់ប្រាប់ឲ្យតែអញមិនបានផោមទេតែអញវិរិយអាចខ្លាំងនេះឆ្កែគាត់ប្រាប់មួយម៉ាត់ជើងហ្មងគាត់ចង់ទៅដោយស្ងៀមស្ងាត់អត់ចង់ឲ្យអ្នកណាសួរទេតែគាត់ខឹងពេកសួរគាត់មិនដងគាត់ប្រាប់ថាអត់បានផោមទេចុះយើងមិនព្រមសួរត្រូវចំណុចគាត់មែនអត់មែនគាត់អត់មានផោមទេតែគាត់មានរឿងផ្សេងមកគាត់បើនិយាយឲ្យរឿងnàyមើលមិនច្បាស់ហ្នឹងចានេះបើនិយាយរឿងផោមសិនហើយនិយាយរឿងហ្នឹងគឺចង់និយាយថាកុំឲ្យយើងលេងអានងបាទតាំងងុយក៏ផ្ដាំដែរណាចាផ្ដាំថ្មីផ្ដាំថាកូនចៅស្រីបើនឹងយកប្តីឲ្យរើសអេរិយាមួយភ្លេងអារៈមួយអ្នកប៉ាណាមួយអ្នកផឹកស្រាមួយអ្នកចង់ស្រីមួយអ្នកកមាច់លេងផោមលេងអាចអាយុច្រើនខ្លីណែអញ្ចឹងណាបកាច់ដាច់លាក់ជន់អារៈព្រៃមួយទៀតមន្ត្រីធ្វើក្រុមជំទប់គាត់ចង់និយាយខ្ញុំសង្កត់ធ្ងន់ដល់រឿងអ្នកលេងផោមលេងអាចហ្នឹងគាត់ថាចាស់ថាអ្នកលេងអាហ្នឹងច្រើនអាយុខ្លីចាអ្នកនិយាយរឿងហ្នឹងក៏អមណាស់ដែររឿងហ្នឹងគេខំចាទេណាយកអូនចាំមើលទៅបងហ្វគេជប់លេងចូលជប់លេងចូលទៅខ្ញុំនឹងកូនក្មេងណាបងជីកុំលេងចូលគាត់មានរឿងអីបងម៉ែម៉ាក់សាមគ្គីភាពគ្រានេះចូលចិត្តធ្វើបាបខ្ញុំជាងគេញុះញង់ហ្នឹងមែនធ្វើបាបទៅយើងនិយាយរឿងហ្នឹងខ្ញុំចាតាមដែរមកខ្ញុំភ្លេចខ្លួននិយាយរឿងភ្លេចហើយប៉ុន្តែនិយាយរឿងពូមួយទៀតពូមួយទៀតប្រពន្ធគាត់នឹងគាត់ដូចថា slow ពេកចាslow តមែនតែ slow តអត់ទៅរកស៊ីអីប្រពន្ធប្រើឲ្យធ្វើការងារផ្ទះម្ដងមើលកូនផងដាំបាយផងប្រពន្ធគេដាក់ដើររកស៊ីវិញប្រពន្ធគេដាក់តួប្រុសម្ដងណាពេលហ្នឹងយើងនឹងធ្វើអីណាទូរស័ព្ទមួយចាំលើកទូរស័ព្ទប្រពន្ធផងអីផងអញ្ចឹងគេដាក់កូនដេកអញ្ចឹងយល់កូនបដាការងារវាច្រើនណាឲ្យដឹងប្រឹងម្ដងថាការងារស្រីហ្មងងាយទៅបាយនោះខ្លោចផងអារម្មណ៍លេងមូលណាអ៊ុតកៅអាវពងអ៊ុតកៅអាវអញ្ចឹងឈីអញ្ចឹងរៀបឲ្យស្មើអញ្ចឹងណាណាអ៊ុតមកខាងពងរៀបកណាត់ចេះទូរស័ព្ទរោគ្រឿងពងរៀបកៅអាវដៃលើទូរស័ព្ទមកនិយាយអាទូរស័ព្ទលើតុកអាទូរស័ព្ទលោកគេមានលើតុកទូរស័ព្ទមានខ្សែហ្នឹងចាប់បបមកគេពងអ៊ុតកៅអាវអត់មើលណាអារម្មណ៍គេកូនផងអារម្មណ៍គេឆ្នាំងបាយផងវារៀបចឹងមកណាទូរស័ព្ទរើទូរស័ព្ទរើលើកមកអាឡូឆែវឆ្នាំងអត់ណាឆ្នាំងអត់អូអាឡូមកទៅទៀងមុខមានម៉េចអាឡូបោះឆ្នាំងអ៊ុតចោលហើយខុសឆ្នាំងអ៊ុតណាវាវាមករីពីឆ្នាំងអ៊ុតឥ
អាណិតដល់ណាពូនៅបុគាហ្មងអរេពូ BIG តែមកកូនមីព្រោះថាកុំឃើញការងារស្ត្រីនៅផ្ទះចាថាតិចតួចតែពុតច្រើនណាស់ចាំមិនថាគេអត់ចង់ឲ្យយល់ថ្មាស់គ្នាឬក៏វាយប្រហារគ្នាថាអ្នកឯងចេះខ្ញុំមិនចេះខ្ញុំនៅខ្ពស់ជាងអ្នកឯងនៅទាបជាងខ្ញុំដូចតងុយគាត់ថាកុំដៀលអ្នកស្រែតកូលឯងខ្មែរកំប្រែកន្លះកលេខឃើញគុណទុនព្រុនសំពះណាកុំធ្វើអ្នកណាគាត់ថ្មាស់អ្នកក្រអញ្ចឹងវាមានរឿងកំ pl ែងមួយនេះទៀតចារឿងកូនអ្នកខេត្តនិងកូនអ្នកក្រុងគេជួបគ្នាចាកូនអ្នកខេត្តគ្នាមិនសូវជាបានដឹងអីតែខ្លាចគេផងហ្នឹងណាដូចប្រហែលជាពីទូចមកម៉ែវាយផងអីផងឪច្រើនវាយអញ្ចឹងទៅកូននេះចេះខ្លាចគេខ្លាចអញ្ចឹងក៏មិនសូវបានមាត់បានកទម្លាប់គ្នានិយាយធម្មតាណាព្រោះដល់កូនអ្នកក្រុងគេអូគេចុកគេនេះណាគេរបបហូបចុកអីគ្រប់គ្រាន់គេមានអ៊ីនធឺណិត website គេ search អីគេមើលគេដឹងគេទៅដល់គេចាប់ផ្ដើមអួតក្នុងថ្នាក់អួតក្នុងថ្នាក់អីចឹងទៅដល់ពេលហើយចុះមានតែកូនអ្នកខេត្តខ្លះឡើងមករៀនពេញហ្នឹងណាមានមួយដែរគ្នាអ្នកខេត្តហ្នឹងអត់ទេអត់មាត់ទេដល់ពេលហើយគេនាំគ្នាទៅខេត្តនាំគ្នាទៅលេងខេត្តចឹងទៅដល់ផ្ទះក្បែរផ្ទះកូនគេហ្នឹងណាគេទៅដល់គឺអូគេសម្ភារៈគេម៉ូតូគេក៏លោជាងគេទូរស័ព្ទគេដកមកនិយាយសម្ញែងគេធ្វើនេះណាគេថាចាប់ផ្ដើមគេសួរណែដូចជីចឹងជីកូនអ្នកខេត្តជីឯងស្គាល់របស់នេះហ្នឹងអញ្ចឹងគេលើកចឹងណាស្គាល់អត់ជីឯងស្គាល់អត់ជីអត់ស្គាល់ដឹងស្អីគេអូចឹងបានថាអ្នកស្រីល្ងងមែនអានេះគេទូរស័ព្ទស្អីណាអីចឹងណាគេប្រើគេប្រើ SIM 012នេះគេប្រើ0ណែ017ក៏បានណា092ទៀត92ក៏បានណាគេទូរស័ព្ទ SIM 3ឲ្យវាដឹងផងទូគេថាគេលើកក្នុងកាបូបគេមកនេះស្អីគេដឹងហ៎ជ្រុងណាគេថាអត់ដឹងផងអាហ្នឹងស្រុកខ្ញុំបើស្រុកខ្ញុំនំដុតឈួតអាហ្នឹងសាន់វិចអូបើដឹងផងគុំកើតមកយកល្ងងស្ពីល្ងងមកតាមវិចនេះស្អីគេអួតចឹងណាតែដល់ពេលហើយតែដល់ពងនិយាយខ្វាញ់ដៃខ្វាញ់ជើងឆ្កែបោះដូចតែជុំឆ្កែដូចចឹងដល់ពេលឆ្កែមកកូនអ្នកក្រណាសួរបងចាអាហ្នឹងអីគេអញឆ្កល់អាហ្នឹងឆ្កែជប់ដូចឆ្កែដេញវូហ្មងអាឡាគីកំដេញអញអាឡាគីគេទៅអាឡាគីកំដេញអញអាឡាគីឆ្កែវាអត់ឈប់ដេញពេលបន្ទោះឯងជួយដេញឆ្កែចុះបងឯងហៅឈ្មោះវាអាឡាគីអញ្ចឹងឆ្កែនៅស្រុកពេញឈ្មោះអាឡាគីបងឯងហៅឈ្មោះវាខុសហើយឆ្កែនៅស្រែមិនមែនឈ្មោះអាឡាគីទេឈ្មោះវាខ្មៅហៅវាខ្មៅបើមិនឈប់ដេញរត់ឡើងចុងជើងរត់ឡើងចុងជើងបងឯងស្គាល់អីគេហ្នឹងអត់ចេះអាដូចក្អមទឹកហ្នឹងអីគេបងឯងស្គាល់អត់អីគេស្បុកខ្មុំអត់ទេអ្នកនេះសួររត់ឡើងចុងឈើណាកាយជប់ដេញរត់ឡើងនឹងចុងឈើអត់ទាន់ចុះម៉ែស្គាល់អាស្អីគេដូចក្អមទឹកហ្នឹងអត់បងចាឯងស្គាល់អាហ្នឹងបើស្រុកខ្ញុំគេហៅក្អមដែរហ្នឹងណែបងឯងយកដៃផ្ទះមើលផ្ទះម៉ាំងអិលអូម៉ាល់រត់ចុះមកវិញអូម៉ាល់ដេញហើយគេរៀនតាមអសរណាអូម៉ាល់ដេញហើយជួយផងអូម៉ាល់ដេញហើយមានណាជួយសោះចាចុះមិនកុំព្រមគេចិត្តទុកចិត្តអាក្រក់មិនគ្រាន់តែជួយគ្នាថាអូម៉ាល់ដេញគេមិនជួយទេស្រុកឯងហៅអូម៉ាល់ស្រុកខ្ញុំគេហៅអាម៉ាល់ទេស្អីថាអាម៉ាល់គេជួយហើយគេអត់ព្រោះថាច្រឡំគ្នាសំដីណាព្រោះថាដូចឯងពេញពេកចាតើនិយាយមិនតំណងគេអត់ជួយដែរឆ្កែនៅពេញឈ្មោះសុទ្ធអាឡាគីនៅស្រែឈ្មោះអីមីខ្មៅអាលុកអាភីងអីគេសត្វអីមិនអូម៉ាល់គេរៀនតាមអសរគេហៅអូម៉ាល់ចឹងត្រូវចាដូចស្រុកគេហៅតាអាម៉ាល់អូម៉ាល់អូម៉ាល់ដេញមានអីអូគាត់ឈ្មោះម៉ាល់ចាបើអាម៉ាល់បានគេដេញបើគេជួយហ្នឹងហើយតែខ្ញុំក៏មានរឿងមួយដែរចាឪពុកម៉ាក់ខ្ញុំវាធ្វើការមួយចិនពេលហ្នឹងចិនវាឡើងតខ្សែភ្លើងឡើងតខ្សែភ្លើងឲ្យចិនខ្មែរចាស់យើងស្កយើងដែរចឹងវាត្រូវហើយបាទតពេលអញ្ចឹងអាចិននឹងឡើងតខ្សែភ្លើងវាឲ្យឪពុកម៉ាក់ខ្ញុំកាន់ចដើហើយវាពងតវានិយាយចិនមកអាជីវៈលេឪពុកម៉ាក់ខ្ញុំស្ដាប់មានបានហើយដោតកងតាក់មកពុជដោតភ្លើងយកកងតាក់ដោតទៅពីកកលេអានោះពងតឆក់នៅលើឆក់លើប្លែកដៃអាឈួអញដល់ឈួនេះដោត